ជំងឺគ្រុនក្តៅគឺជាការឡើងនៅកម្ដៅលើសពី37អង្សានៅពេលព្រឹកនិងលើសពី37អង្សាចុច3នៅពេលល្ងាចគ្រុនក្តៅមានរោគសញ្ញាផ្សេងរួមផ្សំទៀតដូចជាបែកញើសក្រហមភ្នែកឈឺចាប់តាមសាច់ដុំនិងមិនស្រួលខ្លួនទូទៅទំនាក់ទំនងជាមួយគ្រុនក្តៅដែលឈានទៅរកគ្រុនចាញ់គឺគ្រុនក្តៅខ្លាំងពឺរងាបែកញើសឈឺក្បាលស្មារតីទ្រុឌទ្រោមគ្រុនក្តៅដែលឈានទៅរកជំងឺគ្រុនពោះវៀនគ្រុនក្តៅដែលឈានទៅរកជំងឺគ្រុនឈាមគ្រុនក្តៅបណ្ដាលមកពីជំងឺផ្សេងដូចជារលាកបំពង់ករលាកត្រចៀករលាកដៃស្បូនរលាកតងសួតឡាក់បើមានគ្រុនក្តៅសូមនាំអ្នកជំងឺទៅពេទ្យពិនិត្យរកមូលហេតុដើម្បីព្យាបាលឲ្យត្រូវប្រភេទជំងឺនោះទើបជាសះស្បើយកុំទុកយូរពេកខ្ញុំស៊ីលីរ៉ែនបកប្រែនៅបាងកក